លោកគ្រូខ្ញុំសុំសួរមួយមើលអាការៈធ្វើទុកឈឺកាពះហ្នឹងបហាញរោគមិនខ្លះដោយសារតែខ្ញុំចេះតែចុកឆ្អល់មិនថាពេលព្រឹកជួនកាលយប់ឡើងផ្សារហ្មងពេលដែលយើងហូបបាយយើងឆ្អែតទៅផ្សារកកាពះហ្នឹងខ្លាំងអញ្ចឹងលោកគ្រូជួយរៀបរាប់ប្រាប់តិចមើលពីអាការៈទាំងអស់ហ្នឹងបាទអរគុណបងប្អូននៅសំណួរនេះហើយក៏ខ្ញុំចង់បញ្ជាក់ទៅបងប្អូនជនរួមជាតិដែរឲ្យដឹងខ្លួនឯងច្បាស់ថាវាធ្វើទុកបែបម៉េចបាទខ្សោយធ្វើទុកបែបម៉េចអាលៀកធ្វើទុកបែបម៉េចតម្រូវធ្វើទុកបែបម៉េចខ្ញុំបានជម្រាបជូនវីដេអូមុនហើយហ្នឹងហើយលោកគ្រូក៏តែឥឡូវនេះបងប្អូនសួរខ្ញុំថាលោកគ្រូថាតើនៅពេលដែលយើងឈឺកាពះហ្នឹងវាធ្វើទុកប៉ះពាល់មិនខ្លះទៅដល់រាងកាយផ្សេងបាទអញ្ចឹងសំខាន់ណាស់បងប្អូនពាក់ព័ន្ធនឹងជំងឺកាពះពោះវៀននេះវាធ្វើឲ្យប៉ះពាល់ដល់រាងកាយយើងទាំងមូលតែម្ដងមូលហេតុយ៉ាងម៉េចបានយើងឈឺកាពះទៅប៉ះពាល់ដល់រាងកាយទាំងមូលអូនត្រូវដឹងថាកាពះពោះវៀនតូចវៀនធំនេះវាជាសរីរាង្គនៅខាងក្នុងកាលណាដែលយើងហូបបាយចូលទៅវាចូលកាពះមានមុខងារសំខាន់រំលាយអាហារតាមរយៈអាស៊ីតកាពះរុញទៅពោះវៀនតូចមានមុខងារបឺតស្រូបបញ្ជក់សារធាតុចិញ្ចឹមហ្នឹងមកចិញ្ចឹមសរីរាង្គសល់កាកសំណល់ស្អែកឡើងវារុញចោលបានន័យថានៅពេលដែលវាយកអ្វីដែលជាអាហាររូបធម្មទៅចិញ្ចឹមសរីរាង្គហើយពោះវៀនតូចហ្នឹងរុញអាកាកសំណល់ទៅពោះវៀនធំអញ្ចឹងរុញទៅពោះវៀនធំដើម្បីបញ្ចេញចោលពេលស្អែកក៏ប៉ុន្តែឥឡូវនៅពេលដែលយើងឈឺអា3ហ្នឹងវាខ្សោយនៅពេលដែលវាខ្សោយបងអូនញ៉ាំបាយថ្ងៃនេះអត់បត់ជើងស្អែកឡើងបងអូនញ៉ាំទៀតអត់បត់ជើងស្អែកឡើងយើងញ៉ាំទៀតអត់បត់ជើងអញ្ចឹងជាធម្មតាអាហារយើងញ៉ាំ3ពេលព្រឹកថ្ងៃល្ងាចអញ្ចឹងបើអត់បត់ជើង3ថ្ងៃអាហារដែលវាស្តុកទុកនៅក្នុងខ្លួនហ្នឹង9ចានណាអញ្ចឹងសួរថា9ចានវាទៅណាជាតិពុលពេញខ្លួនកាលណាដែលជាតិពុលពេញខ្លួនវាធ្វើឲ្យប៉ះពាល់រាងកាយយើងទាំងមូលតែម្ដងបាទវាធ្វើឲ្យយើងកាលណាដែលមានជាតិពុលសំខាន់បំផុតវាធ្វើឲ្យប៉ះពាល់ថ្លើមប៉ះពាល់យើងរួមគ្រប់មួយរាងកាយរួមទាំងផ្លូវភេទមួយផងដែរអ្នកដែលឈឺកាពះភាគច្រើនគឺខ្សោយផ្លូវភេទហ្នឹងណាត្រូវលោកគ្រូត្រឹមត្រូវបាទដោយសារអីដោយសារការបែងចែកសារធាតុចិញ្ចឹមហ្នឹងវាអត់ត្រឹមត្រូវនៅក្នុងរាងកាយហ្នឹងតាមរយៈ3ហ្នឹងវាឈឺបាទអញ្ចឹងមនុស្សដែលមានសុខភាពល្អអត់ឈឺកាពះគាត់ញ៉ាំថ្ងៃនេះស្អែកឡើងក៏បត់ជើងវាអត់មានសល់ជាតិពុលអីទេអញ្ចឹងបងប្អូនបើមានអាការៈឈឺកាពះវៀនមិញហ្នឹងដោយបងប្អូនបានសួរថាវាធ្វើទុកអីខ្លះហ្នឹងបងប្អូនត្រូវតែព្យាបាលកាលណាជាយើងព្យាបាលឱសថនេះបានន័យថាវាជួយរុញច្រានអាកាកសំណល់ហ្នឹងឲ្យចេញមកកាលណាដែលអស់កាកសំណល់នៅក្នុងខ្លួនវាអត់មានជាតិពុលអីទៀតទេបាទអរគុណបងប្អូនបាទពិតជាអរគុណលោកគ្រូខ្លាំងមែនតើអញ្ចឹងជាចុងក្រោយពុកម៉ែបងប្អូនបានស្ដាប់នៃការបកស្រាយរបស់លោកគ្រូវ៉ាន់ស៊ីនឿនរួចមកហើយអំពីអាការៈក៏ដូចជាការធ្វើទុកកាពះពោះវៀនពុកម៉ែបងប្អូនហើយជាចុងក្រោយខ្ញុំសូមណែនាំពុកម៉ែបងប្អូនថាបើសិនជាជួបអាការៈដោយលោកគ្រូបានរៀបរាប់សូមកុំដែលបណ្ដោយឲ្យឈឺធ្ងន់ហើយទើបរត់ទៅរកការព្យាបាលពុកម៉ែបងប្អូនអាចមកព្យាបាលជាមួយនឹងឱសថបារាណខ្មែរយើងដែលមាននិមិត្តរូបសញ្ញាដើមអង្គារបោះម្សៅ SN បាទពុកម៉ែបងប្អូនព្យាបាលជាឈុតថ្នាំម្សៅនេះមួយកំប៉ុងនេះយើងអាចប្រើបានរហូតដល់ទៅ2ខែហើយថ្នាំគ្រាប់នេះយើងអាចប្រើបាន1ខែពុកម៉ែបងប្អូនព្យាបាលជាឈុតយើងកំពុងតែមាន promotion ពិសេសបញ្ចុះតម្លៃជូនពុកម៉ែបងប្អូនទូទាំងប្រទេស25ខេត្តក្រុងសូមអរគុណ